Ranger Sport នេះគឺជា model ថ្មីសាឡាមួយដែលចូលខ្លួនមកជំនួសជាមួយនឹង model Ford Ranger XLT ហើយវាក៏បានបំពាក់បន្ថែមជាមួយនឹង option ទំនើបជាច្រើនដែលលើសពី model មុនផងដែរចង់ដឹងអត់មានអីពិសេសខ្លះតាមដានវីដេអូទាំងអស់គ្នា Ford Ranger Sport ស៊េរីថ្មីនេះគឺជា model ថ្មីមួយដែលចូលខ្លួនមកជំនួសជាមួយនឹង model XLT ណាហើយវាទទួលបានការ update ច្រើនមែនទែនដែលយើងមើលមកគឺបែប sport ជាងមុន civilized ជាងមុនហើយវាផ្ដល់ជម្រើសម៉ាស៊ីនរហូតដល់ទៅ2ឯណោះចំណុចទី1នោះគឺ Ford Ranger Sport មកលើកនេះមានបំពាក់ជាមួយនឹងម៉ាស៊ីនចំនួន2ប្រភេទគឺម៉ាស៊ីន 2.0 លីត្រ turbo ដែលសំចៃនិងមួយទៀតជាប្រភេទ 3.0 លីត្រ V6 ដែលមានកម្លាំងខ្លាំងជាប្រភេទ high performance ល្អមែនទែនសម្រាប់អ្នកដែលចង់បានកម្លាំងខ្លាំងចំណុចទី2គឺវាមានបំពាក់ជាមួយនឹងប្រអប់លេខ 10V auto ដែលចូលលេខបាន smooth ល្អជួយសន្សំចៃផងដែរចំណុចទី3មានបំពាក់ជាមួយនឹងយ៉ានកង់ជាប្រភេទ aluminum ទំហំ 18 អ៊ីងការ design ពណ៌ខ្មៅគ្រើមមើលមកគឺស៊ីជាមួយនឹងតួខ្លួនឡានមែនទែនចំណុចទី4មានបំពាក់ជាមួយនឹងពុកស្បែកទុនហើយក៏មាន highlight graphic នៅលើកៅអីនេះដែរមើលមកគឺបែប sport ហ្មងចំណុចទី5មានជាមួយនឹងមុខងារចូលឡានដែលចាំបាច់ប្រើសោ keyless entry ក៏ដូចជាប៊ូតុងជួយបញ្ឆេះម៉ាស៊ីនផងដែរតែនៅបដល់ចាញ់ SUV ចំណុចទី6គឺវាមានបំពាក់ជាមួយនឹងប្រព័ន្ធម៉ាស៊ីនត្រជាក់ពីរតំបន់ដែលយើងហៅថា dual zone ដោយយើងអាចសេរីសីតុណ្ហភាពដាច់ដោយឡែកពីគ្នាបានរវាងអ្នកបើកបរផ្នែកខាងមុខក៏ដូចជាអ្នកដំណើរផ្នែកខាងមុខផងដែរចំណុចទី7ចំពោះ Ranger Sport ដែលប្រើម៉ាស៊ីន 3.0 គឺមានជាមួយនឹងមុខងារប្រាំង auto hold មកស្រាប់ដែលវាល្អមែនទែនសម្រាប់ការប្រើនៅក្នុងក្រុងចំណុចទី8ចំពោះ Ranger Sport ដែលប្រើម៉ាស៊ីន 3.0 គឺវាមានបំពាក់ជាមួយនឹងចង្កឹះលេខ electronic e-shifter ដែលផ្ដល់ភាពងាយស្រួលក្នុងការប្រើហើយថែមទាំងសុវត្ថិភាពទៀតចំណុចទី9ចំពោះ Ranger Sport ម៉ាស៊ីន 3.0 នេះដដែលគឺមានបំពាក់ជាមួយនឹងប្រព័ន្ធគ្រប់គ្រងពងដោយស្វ័យប្រវត្តិហើយមានជាមួយនឹងមុខងារ 4A ដែលដំណើរការដោយស្វ័យប្រវត្តិផងដែរចំណុចទី10គឺជាចំណុចពិសេសដែលវាមានបំពាក់ជាមួយនឹង Drive Mode រហូតដល់ទៅ6គឺ Normal សម្រាប់ការបើកបរផ្លូវធម្មតា Eco សម្រាប់ការបើកបរបែបមិនសមចៃ Toho សម្រាប់នៅពេលដែលយើងសណ្ដោង Slippery សម្រាប់ការបើកបរទៅលើផ្លូវល្អិល Matrad សម្រាប់ការបើកបរទៅលើផ្លូវភក់និងចុងក្រោយគេគឺ Sen សម្រាប់ការបើកបរទៅលើផ្លូវខ្សាច់ទី11វាបំពាក់អេក្រង់កំសាន្ត Touch Screen ផ្នែកកណ្ដាលធំទំហំ 12 អ៊ីងមានជាមួយនឹងមុខងារ Apple CarPlay និង Android Auto មកមួយ set មកនិងចំណុចទី12ចុងក្រោយគេគឺមុខងារសាកថ្មដែលអត់ចាំបាច់ប្រើខ្សែ wireless charge ដែលល្អមែនទែនសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃអញ្ចឹងសម្រាប់ Ford Ranger Sport ស៊េរីថ្មីនេះមានតម្លៃចាប់ពី$44,900ប៉ុណ្ណោះហើយបងប្អូនអាចតាក់ទងទៅកាន់ក្រុមហ៊ុន Ford Cambodia តាមរយៈលេខទូរស័ព្ទដែលខ្ញុំដាក់នៅលើអេក្រង់